ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតចាពេលនេះគាត់ថាចង់ញ៉ាំស៊ុបហើយស្រស់ស្រួលគ្នាក៏ធ្វើស៊ុបញ៉ាំទៅណាហើយណាមួយកូនពៅក៏ចង់ញ៉ាំដែរហើយក៏មានឱកាសល្អថ្ងៃនេះជុំគ្នាក៏បានមកធ្វើស៊ុបបងប្អូនមកធ្វើស៊ុបខ្ញុំចង់និយាយរឿងប្រវត្តិស៊ុបនេះបន្តិចនិយាយទៅខ្ញុំតាមពិតអ្នកបាត់ដំបងទេហើយគ្រួសារក៏មិនជាសូវធូរធារដែរពីដើមឡើយម៉ាក់ប៉ាខ្ញុំហ្នឹងជាអ្នកលក់ម្ហូបនៅតាមចាំផ្លូវទេហើយគាត់ព្រលឹមឡើងគាត់លក់អាហារពេលព្រឹកដូចជាបាយកាទៀវបបរនំបញ្ចុកអីអញ្ចឹងគាត់ធ្វើច្រើនមុខហើយទៅពេលថ្ងៃត្រង់ឡើងគាត់លក់បាយសឡ6 7មុខអញ្ចឹងទៅហើយទៅពេលចប់ពីបាយសឡម៉ោង12ម៉ោង1ទៅគាត់ចាប់ផ្ដើមលក់ស៊ុបគោចាស៊ុបគោនោះស៊ុបកញ្ចក់ជើងគោហើយនឹងស៊ុបស្មងជើងគោអញ្ចឹងណាហើយអ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺខ្ញុំនឹកអនុស្សាវរីយ៍ដែលខ្ញុំធ្វើស៊ុបនឹងហើយថ្ងៃនេះក៏ចង់យករូបមន្តធ្វើដែលនាងខ្ញុំតែងតែធ្វើជាមួយនឹងក្រុមគ្រួសារលក់ហ្នឹងណាយកមកចែកជូនបងប្អូនឲ្យបានដឹងទាំងអស់គ្នាថាធ្វើស៊ុបគោបែបម៉េចឆ្ងាញ់ហើយมันមានក្លិនឆ្អាបគោបងប្អូនចាស៊ុបគោម៉ាក់ខ្ញុំដែលលក់រាល់ថ្ងៃកាលពីមុនហ្នឹងណាលក់ដាច់ទៅបងប្អូនតែត្រឹមម៉ោង3អីឡើងអស់ហើយព្រោះនៅមុខរោងកុន7មករានៅខេត្តបាត់ដំបងហ្នឹងឥឡូវនេះលែងមានរោងកុនហ្នឹងឯងនៅជាប់នឹងផ្សារណាត់តែគេហៅផ្សារណាត់ឥឡូវហ្នឹងកន្លែងរោងកុនហ្នឹងគឺជាកន្លែងលក់នំហើយនឹងលក់នាឡិកាលែងឃើញមានរោងកុនហ្នឹងឯណាហើយនឹកអនុស្សាវរីយ៍ហ្នឹងក៏ចេះតែនឹកឃើញចង់និយាយប្រាប់បងប្អូនណាបងប្អូនចាអញ្ចឹងនេះជាពិធីធ្វើស៊ុបដែលម្ដាយខ្ញុំបង្រៀនហើយពួកខ្ញុំតែងតែធ្វើរហូតដល់ចាំណាចាអញ្ចឹងមុននឹងធ្វើស៊ុបឲ្យបានឆ្ងាញ់បងប្អូនត្រូវរៀបចំគ្រឿងសិនចាគ្រឿងយើងមានគល់ក្រៃម្ទេសស្លឹកក្រូចខ្ទឹមបារាំងហើយដលងល្ហុងនិយាយទៅដលងបងប្អូនចង់ដាក់ដលងបារាំងក៏បានដាក់តែល្ហុងក៏បានដែរចាហើយយើងលាងសម្អាតសាច់គោនឹងឲ្យច្រើនទឹកបន្តិចទៅឲ្យវាអស់ក្លិនឆ្អាបហើយរួចទៅយើងរៀបចំបន្លែណាបន្លែយើងដូចជាបានរៀបរាប់ពីមុនដែរហើយយើងចិតសបកចិតអីស្អាតត្រៀមរៀបចំឲ្យហើយទៅល្ហុងអីការ៉ុតអីហ្នឹងបងប្អូនចង់ហាន់បែបម៉េចក៏បានដែរតាមដែលបងប្អូនចូលចិត្តបងប្អូនចង់ងាស់វារៀងយូរបងប្អូនហាន់ពុកបន្លែនឹងឲ្យរៀងធំតិចទៅប៉ុន្តែបើងាស់ពេលសាច់ឆ្អិនហើយចាំដាក់នោះបងប្អូនដាក់ទូចទៅតែបើយើងចង់ដាក់បន្លែជាមួយយើងហាន់បន្លែធំអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាហើយមួយទៀតគ្រឿងដែលយើងត្រូវយកមកស្ងោរស៊ុបហ្នឹងរូបមន្តពិសេសរបស់ម្ដាយខ្ញុំហ្នឹងគឺគាត់ប្រាប់ថាឲ្យអាំងគល់ក្រៃម្ទេសស្លឹកក្រូចហើយនឹងខ្ទឹមបារាំងខ្ទឹមសអីឲ្យឈ្ងុយសិនចាំយកមកធ្វើស៊ុបអាហ្នឹងស៊ុបយើងកាន់តែមានរសជាតិកាន់តែឆ្ងាញ់ណាបងប្អូនហើយការធ្វើស៊ុបនេះគឺខ្ញុំមិនមែនយកតែឆ្អឹងមកធ្វើទេគឺយើងមានសាច់មានអីលាយខ្លះដែរណាដើម្បីពេលញ៉ាំទៅយើងមានសាច់ញ៉ាំចាហើយជំហានដំបូងគឺត្រូវដាំទឹកឲ្យពុះសិនហើយបន្ទាប់មកយើងអាចស្រុះសាច់ក៏បានអាចស្ងោរមកសឡប់អញ្ចេះចូលទៅក្នុងឆ្នាំងក៏បានដែរប៉ុន្តែយើងត្រូវលើកវាចេញចាហើយរួចទៅទុកវាមួយសន្ទុះទៅយើងមកចាប់ផ្ដើមអាំងគ្រឿងដែលយើងត្រូវបង់ជាមួយនឹងស៊ុបសិនហើយបន្ទាប់មកយើងក៏ចាក់សាច់ដែលយើងស្រុះបាញ់មិញហ្នឹងចេញចាចាក់សាច់វាចេញទៅហើយដើម្បីឲ្យអាក្លិនឆ្អាបដែលនៅជាមួយសាច់គោហ្នឹងវាបានកាត់បន្ថយខ្លះបងប្អូនពេលធ្វើអញ្ចឹងទៅស៊ុបគោយើងញ៉ាំទៅអត់សូវឆ្អាបទេហើយមួយទៀតអាខ្លាញ់ដែលកកនៅលើក៏អត់សូវមានដែរពីព្រោះយើងបានស្រុះវាចោលមកម្ដងហើយអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាចឹងឥឡូវនេះយើងគាត់មកស្រង់ចាមកស្រង់សាច់ចេញហើយចាស្រង់ចេញហើយទឹកដែលស្រស់ហ្នឹងគឺយើងអត់យកទៅស្ងោរវិញទេគឺចាក់ចោលហើយបងមានបងអូនមានចិញ្ចឹមជ្រូកចិញ្ចឹមអីចាក់ទុកធ្វើបាយជ្រូកបបរបាយជ្រូកអីក៏កាន់តែល្អតែខ្ញុំអត់បានចិញ្ចឹមជ្រូកចិញ្ចឹមអីទេខ្ញុំទុក
វាយកទៅចាក់ចោលតែម្ដងចាហើយបន្ទាប់មកយើងដាក់ទឹកទៅដាក់ទឹកជាធម្មតាហ្នឹងទៅក៏យកមកស្ងោររងាស់វិញណាចារងាស់ជាមួយនឹងគ្រឿងដែលយើងបានដុតបាញ់មិញនឹងឯងបងប្អូនចាយើងដាក់ទឹកឲ្យរៀងច្រើនតិចទៅពីព្រោះអីការស្ងោរឆ្អឹងស៊ុបនេះគឺត្រូវការរយៈពេលយូរដែរដើម្បីឲ្យសាច់នឹងផុយបងប្អូនទាំងអស់គ្នាបើសិនបងប្អូនលេងមិនបានទេបងប្អូនដាក់ថែមទឹកម្ដងតិចទៅចាហើយបន្លែដែលយើងអាំងហើយហ្នឹងគ្រឿងនិយាយថាគ្រឿងដែលយើងអាំងហើយហ្នឹងយកមកលាងទឹកលាងអីស្អាតទៅយើងកាត់ឬក៏ដំវាឲ្យវាសប៉ែតតិចទៅហើយខ្ទឹមប្រាំងហ្នឹងមិនបាច់ហាន់ទូចពេកទេពីព្រោះពេលណាក៏យើងស្ងោរស៊ុបទៅខ្ទឹមហ្នឹងវានឹងអាលួយហើយចាអាលួយហើយអញ្ចឹងយើងហាន់តែជា2ឬក៏ជា3អីក៏បានដែរបងប្អូនទាំងអស់គ្នាចាយើងរៀបចំគ្រឿងក្រៅនឹងឲ្យហើយមកយកមកស្ងោរជាមួយនឹងស៊ុបសាច់ស៊ុបរបស់យើងឆ្អឹងគោរបស់យើងដែលបានដាក់ចូលក្នុងឆ្នាំងមុនហ្នឹងណាគឺយើងដាក់ចូលជាមួយគ្នាតែម្ដងដើម្បីឲ្យសាច់គោហ្នឹងវាបឺតយកក្លិនឈ្ងុយរបស់គ្រឿងក្រៅទាំងអស់ហ្នឹងហើយក្នុងពេលហ្នឹងដែរខ្ញុំក៏បានឲ្យប្អូនខ្ញុំហ្នឹងគាត់ដាក់គ្រឿងឲ្យហើយដូចជាអំបិលស្ករបងប្អូនចូលចិត្តចេងក៏ដាក់ប៊ីចេងទៅតែខ្ញុំដាក់រ៉ូឌីហើយដាក់ទឹកត្រីបន្តិចទៅចាហើយបើបងប្អូនចូលចិត្តកាពិក៏ដាក់កាពិទៅតែខ្ញុំអត់បានដាក់កាពិទេដោយសារអ្នកផ្ទះខ្ញុំហ្នឹងអត់សូវចូលចិត្តកាពិចាហើយក៏បង់បន្លែទៅជាមួយគ្នាតែម្ដងទៅចាឥឡូវនេះស៊ុបរបស់យើងហ្នឹងបានរៀបចំញ៉ាំហើយនៅពេលល្ងាចហើយអ្នកដែលចង់ញ៉ាំស៊ុបជាងគេជាងឯងនេះណាគេយកមីល្ពៅមកថងមកឲ្យមកអ៊ំស្រស់ឲ្យថាអូនចង់ញ៉ាំមីល្ពៅជាមួយហើយក៏មានទាំងផ្កាថ្មផ្កាអីទៀតណោះហើយគេម្ដងគេញ៉ាំមុនគេឲ្យទៅចេញពីរៀនចេញមករៀងហេវក៏សុំឲ្យមកអ៊ំធ្វើឲ្យមួយចានអញ្ចឹងក៏ធ្វើឲ្យកូនញ៉ាំមុនទៅហើយតោះតែប្តីខ្ញុំធ្វើការរួចទៅក៏គាត់អត់ញ៉ាំមីដូចកូនទេដួសតែឆ្អឹងស្មងមួយមកដាក់យកហ្មងណាបងប្អូនមើលទៅតំណងណាបងប្អូនអើយបងប្អូនសាកល្បងធ្វើតាមវិធីខ្ញុំគឺថាស៊ុបហ្នឹងប្រកាសជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា